ពាក់ព័ន្ធទៅនឹងជំងឺ GCPD វាគឺជាប្រភេទជំងឺសែនអញ្ចឹងវាខុសពីបញ្ហា allergy ជាមួយនឹងសណ្តែកដោយសារតែប៉ាម៉ាក់ប្រហែលជាលឺនិយាយពាក់ព័ន្ធទៅនឹងការដែល allergy ជាមួយសណ្តែកអញ្ចឹងទៅអាចនឹងមានការភ័ន្តច្រឡំជាមួយនឹងជំងឺ GCPD ជំងឺ GCPD នេះវាគឺជាជំងឺសែនដែលពាក់ព័ន្ធទៅនឹងការបម្រែបម្រួលរបស់សែនហើយក៏វាជាជំងឺតំណពូជផងដែរអញ្ចឹងពាក់ព័ន្ធនឹងជំងឺ GCPD អត់អាចក្នុងពេលបច្ចុប្បន្នហ្នឹងគឺអត់មានថ្នាំណាដែលអាចព្យាបាលបានទេហើយអញ្ចឹងមានតែមានការជៀសវាងនៅអាហារមួយចំនួនដែលធ្វើឲ្យមានបញ្ហាបែកគ្រាប់ឈាមក៏ដូចជាមានការប្រើប្រាស់ថ្នាំជាដើមអញ្ចឹងប៉ាម៉ាក់ត្រូវតែមានការ follow up ជាមួយនឹងគ្រូពេទ្យជំនាញជាប្រចាំអាហ្នឹងខ្ញុំអាចបកស្រាយបានប៉ុណ្ណឹងហើយពាក់ព័ន្ធទៅនឹង allergy វាខុសគ្នាដោយសារតែ allergy គឺបានន័យថាវាអាចមានរយៈពេលខ្លីឬក៏រយៈពេលវែងទៅតាមរាងកាយរបស់យើងហ្នឹងណាបានន័យថាសម្របខ្លួនអញ្ចឹងបញ្ហាប្រតិកម្មបានន័យថាallergy ហ្នឹងគឺវាពាក់ព័ន្ធទៅនឹងអង្គកការពាររាងកាយរបស់យើងដែលវាមានការតបតទៅនឹងសារធាតុដែលវាគិតថាធ្វើឲ្យបង្កគ្រោះថ្នាក់ដល់រាងកាយណាអញ្ចឹងគឺខុសគ្នាហើយអញ្ចឹងបញ្ហា allergy គឺវាអាចបាត់ទៅវិញក៏ជំងឺ GCPD វាជាជំងឺសែនអញ្ចឹងគឺអត់មានថ្នាំណាដែលអាចព្យាបាលទេក្នុងពេលឥឡូវហើយក៏វាអាចបាត់ទៅវិញដែរ